តើអ្នកជឿទេមានទីកន្លែងមួយដែលទទួលភ្ញៀវទេសចររាប់សិបលានអ្នកក្នុងមួយឆ្នាំតើកន្លែងនោះស្ថិតនៅណាហើយហេតុអ្វីបានជាមនុស្សមកពីជុំវិញពិភពលោកចង់ទៅលេងទីនោះថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាបើនិយាយពីកន្លែងទេសចរដែលមានអ្នកទស្សនាច្រើនបំផុតមួយក្នុងពិភពលោកគឺ Times Square ក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរប្រមាណ50លាននាក់មកទស្សនាទីនេះ Times Square ល្បីដោយសារអេក្រង់ LED ដ៏ធំភ្លឺចែងចាំងហាងល្បីៗរោងហោស្រប Broadway ការសម្ដែងតាមដងផ្លូវបរិយាកាសរស់រវើកទាំងថ្ងៃទាំងយប់រៀងរាល់ថ្ងៃទី31ខែធ្នូមនុស្សរាប់សែននាក់ប្រមូលផ្ដុំគ្នានៅ Times Square ដើម្បីអបអរពិធីរាប់ថយក្រោយចូលឆ្នាំថ្មីនិងទស្សនាព្រឹត្តិការណ៍ Ball Drop ដ៏ល្បីល្បាញអ្នកទេសចរចូលចិត្តមកទីនេះដើម្បីថតរូបដើរទិញទំនិញទស្សនាការសម្ដែងនិងទទួលអារម្មណ៍ពីបេះដូងនៃទីក្រុងញូវយ៉កក្រៅពី Times Square ក៏មានទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរច្រើនដូចជា Eiffel Tower នៅប្រទេសបារាំង Colosseum នៅប្រទេសអ៊ីតាលី Burj Khalifa នៅឌូបៃ Great Wall of China នៅប្រទេសចិន Disneyland Park នៅប្រទេសផ្សេងៗ Times Square ត្រូវបានគេហៅថា The Crossroads of the World ព្រោះជាទីកន្លែងដែលមនុស្សមកពីគ្រប់ទីជួបជុំគ្នាបើអ្នកមានឱកាសតើអ្នកចង់ទៅលេង Times Square ដែរឬទេសូម comment ប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់